ចាសួស្តីបងប្អូនទាំងអស់គ្នាមកបងប្អូនមកស្លសម្លកកូរញ៉ាំជាមួយខ្ញុំទាំងអស់គ្នាចាខ្ញុំឃ្លានសម្លកកូរនេះយូរហើយបងប្អូនអើយអត់ដែលចេះបានស្លសោះតែចេះតែមួយថ្ងៃទៅចប់រវល់រហូតហើយថ្ងៃនេះខ្ញុំឆ្លៀតចេញវាធ្វើការមកខ្ញុំស្លបន្តិចហើយរកប៉ឹងគ្រួសារខ្ញុំគាត់ជួយចិត្តបន្លែចិត្តសាច់ឲ្យខ្ញុំមកហើយតែពេលខ្ញុំចេញពីធ្វើការមកខ្ញុំស្លបដ ாய் បើអត់ឆ្លៀតធ្វើចឹងទេបងប្អូនអត់បានសម្លញ៉ាំទេ ហើយរវល់ដើររហូតវិកកាន់ឡើងខ្ញុំអត់សូវនៅផ្ទះទេចឹងទៅថ្ងៃនេះឆ្លៀតស្លឲ្យហើយពួកអ៊ីស្អាតខ្ញុំទៅសមុទ្រទៀតចឹងយកទៅញ៉ាំនៅសមុទ្រជុំជាមួយបងនៅស្ទូចត្រីនៅសមុទ្រទាំងអស់គ្នាចឹងណាហ្នឹងហើយអូខេបងប្អូនអរគុណច្រើនបងប្អូនបានចូលមកមើលវីដេអូនាងខ្ញុំសូមជូនពរឲ្យបងប្អូនមានសុខភាពល្អរស់ស៊ីទទួលទានមានបានគ្រប់គ្នាណាចាំជួបគ្នានៅវីដេអូក្រោយទៀតចាជម្រាបលាបាយបាយគឺឈ្មោះហើយបងប្អូនដាក់ប្រហុកចូលណាប្រហុកសាច់ទេនេះនេះគ្រឿងឈ្ងុយទេបងប្អូនគ្រឿងខ្ញុំឈ្ងុយទេឥឡូវខ្ញុំចាប់ដាក់សាច់ចូលនេះសាច់ឆ្អឹងជំនីជ្រូកចាស់បេះដូងអើយបងនៅទីណាចិត្តអូនសោកានឹកបងរាល់ថ្ងៃបងអើយអោក្ដីស្នេហាចិនដាសំណប់ជាទ្រពឆ្លាជាប់ជីវិតចាស់បេះដូងអើយបងនៅទីណាបងដឹងទេថាអូននឹកដល់បងខ្លាំងណាស់តើពេលនេះបងស្នេហ៍ស្នងគិតអ្វីមាននឹកដល់ស្រីខ្លះទេយប់យន់ត្រជាក់រងាអូនព្រួយកំព្រានឹកបងខ្លាំងណាស់អូបងអើយបងកុំគិតផ្ដេកផ្ដាស់លួចមានថ្មីចោលចាស់ទុកឲ្យអូនរស់ដូចខ្សែអូននឹកបងពេកមើលមេឃមើលផ្កាយអូនសែនសោកស្ដាយស្ដាយស្នេហ៍ដែលធ្លាប់គៀកកាយមិននឹកស្មានថាបងក្បត់អូនឡើយអូនសូមលាហើយប្រក្បត់ក្រោកពេលទុកឲ្យពុះបន្តិចសិនទុកពុះហើយខ្ញុំដាក់ត្រីចូលវិញ
ចាត្រីខ្ញុំឆ្អិនហើយឥឡូវខ្ញុំដាក់បន្លែស្លឹកចូលបងប្អូននេះស្លឹកខ្ញុំបន្លែស្លឹកនេះខ្ញុំដាំក្រោយផ្ទះខ្ញុំបេះបាន1 គីឡូឆ្ងាញ់ណាស់ត្នោតរួចហើយលើបិទភ្លើងចាបងប្អូនខ្ញុំស្លរួចហើយមកអញ្ជើញញ៉ាំជាមួយខ្ញុំទាំងអស់គ្នាឆ្ងាញ់ណាស់បងប្អូនអើយបានបន្លែធម្មជាតិផងត្រីស្ទូចបានមកផងចារសជាតិឆ្ងាញ់ណាស់បន្លែទិញគេខ្លះសាច់ជ្រូកទិញគេទេបងប្អូនចាក្រៅពីហ្នឹងបន្លែដាំក្រោយផ្ទះហើយនឹងត្រីស្ទូចបានមកអញ្ជើញញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូន